ឆ្មាខ្មៅលោកកណ្ដងសពម្ដាយនេះដាំហើយចូលនៅផ្ទះមានអ្នកកំដរសពទេនឹងអត់មានទេពូអញ្ចឹងយើងស្រូតតាទៅទុកចោលយូរអញ្ចឹងមិនល្អទេណានេះយ៉ាងម៉េចចេះនេះអូប្រហែលសរសៃទាញទេនាំគ្នាចាប់ទាញដៃដេកវិញចាំយើងរុំបោះដៃឲ្យក្មួយដាំឯងទៅរកប្រុសនៅក្នុងភូមិយើងនេះឲ្យមកជួយកំដរបន់បន្តិចទៅកុំឲ្យស្ងាត់ពេកណាថ្ងៃនេះថ្ងៃសៅរ៍ហើយយប់ទៀតបូជាមិនទាន់ទេចាំថ្ងៃច័ន្ទបានបូជាកើតព្រះសង្ឃតាអាចារ្យកំពុងសូត្រធម៌និងអ្នកចិត្តខាងអង្គុយស្ដាប់ធម៌ស្រាប់តែមានឆ្មាខ្មៅហក់មកលើសាកសពហើយសាកសពក៏បានបើកភ្នែកញោមមានការអីដាច់គុណញោមមើលទៅសពមើលមានបើកភ្នែកទេនឹងឃើញតាដាច់គុណអាដាមអើយបានលោក